តើអ្នកទាំងអស់គ្នាដឹងទេថាចំនួនប្រវត្តិសាស្ត្ររវាងខ្មែរនិងសៀមជាង700ឆ្នាំតាំងពីសង្គ្រាមស៊ីសាច់ហត់ឈាមគ្នាពុះចែកដីរហូតដល់ល្បិចដំណាក់ខាងក្រោយអ្វីដែលមិនអាចប្រកែកបានគឺសៀមបានចិញ្ចឹមចិត្តបន្តឈ្លានពានដីខ្មែររហូតតាមដែលអាចធ្វើទៅបាននិងគ្រប់វិធីយើងខ្ញុំសូមរំលឹកអំពីសវតាខ្លះៗនៃចំនួននិងសង្គ្រាមរវាងខ្មែរសៀមក្នុងរយៈកាលកន្លងមកនេះជូនបងប្អូនស្វែងយល់បន្ថែមទាំងអស់គ្នានៅឆ្នាំ1238សុខាតីបះបោគឺជារជ្ជកាលចាប់ផ្ដើមរបស់សៀមដែលសៀមរុកទន្ទ្រានដីខ្មែរឈ្លានពានឥតឈប់ឈរព្រោះត្រូវការដីរស់នៅក្រោយជម្លៀសពីចិនណាមួយកាលនោះខ្មែរចាប់ផ្ដើមចុះខ្សោយផងឆ្នាំ1351សង្គ្រាមវាយលុកក្រុងអង្គរលើកដំបូងដោយនគរអយុធ្យាគ្រប់គ្រងបានដល់ឆ្នាំ1357ខ្មែរដណ្ដើមបានវិញអំឡុងពេលនៃការគ្រប់គ្រងនេះវាដឹកជញ្ជូនទ្រព្យសម្បត្តិយើងជាពិសេសអ្នកចេះដឹងរាប់សិបម៉ឺននាក់ទៅស្រុកសៀមឆ្នាំ1380រហូតមកជំលុះរ៉ាំរ៉ៃសៀមវាយលុកខ្មែរឥតស្រាកស្រានឆ្នាំ1414មានកំណត់ទូតកត់ត្រាដោយរាជវង្សមេងរបស់ចិនថាខ្មែរប្តឹងចិនរឿងចម្ប៉ាវាយលុកខ្មែរភាគខាងកើតនិងសៀមវាយភាគខាងលិចឆ្នាំ1431សៀមវាយបែកក្រុងអង្គរដោយស្ដេចអយុធ្យាឈ្មោះបរមរាជាទី2ឆ្នាំ1500រហូតមកសៀមវាយលុកឥតស្រាកស្រានឆ្នាំ1580ស្ដេចខ្មែរបានលើកទ័ពវាយចូលដីសៀមវិញមានបំណងចង់ដណ្ដើមយកការបាត់បង់ដោយឆ្លៀតឱកាសសៀមកំពុងមានសង្គ្រាមជាមួយភូមាឆ្នាំ1591ស្ដេចសៀមវាយបកវិញឆ្នាំ1594សៀមវាយបែកលង្វែងហើយប្រមូលអ្វីៗដែលមានតម្លៃទាំងអស់ទៅសៀមឆ្នាំ1600រហូតមកក៏សៀមនៅលុកដៃផ្ទៃក្នុងវាំងខ្មែរដែរមានឯកសារខ្លះបញ្ជាក់ថាសៀមចង់លើកដាក់អ្នកណាឲ្យសោយរាជស្រេចតែចិត្តឆ្នាំ1620សង្គ្រាមប្រូស៊ីលើកដំបូងដែលសៀមនិងយួនបានអុចអាលឲ្យរាជវង្សខ្មែរបែកបាក់ហើយបង្កជាចម្បាំងដណ្ដើមរាជផ្ទៃក្នុងដណ្ដើមយកដីខ្មែរទាំងមូលហើយទៅជារ៉ាំរ៉ៃឥតឈប់ឈររហូតឆ្នាំ1767ពេលក្រុងអយុធ្យាវាយបែកដោយនគរភូមាស្ដេចសៀមរត់មកភាគខាងកើតដីខ្មែរឆ្នាំ1768សៀមលើកទ័ពឈ្លានពានខ្មែរ3ដងឆ្នាំ1845ព្រះបាទអង្គឌួងស្នើឲ្យមានសន្ធិសញ្ញាសន្តិភាពរវាងសៀមនិងយួនដែលវាយគ្នាលើកទឹកដីខ្មែរឆ្នាំ1847សៀមឈ្នះហើយក៏គាំទ្រព្រះបាទអង្គឌួងឡើងសោយរាជ្យហើយព្រះបាទអង្គឌួងក៏ចាប់ផ្ដើមរកផ្លូវទៅរកបារាំងដើម្បីឲ្យបារាំងបំបែកឥទ្ធិពលសៀមនិងយួនក្នុងរាជវង្សខ្មែរឆ្នាំ1863ព្រះបាទនរោត្តមបានចុះសន្ធិសញ្ញាអាណាព្យាបាលបារាំងលើខ្មែរឆ្នាំ1867សៀមព្រមទទួលស្គាល់បារាំងអាណាព្យាបាលខ្មែរហើយឈប់លុកដៃផ្ទៃក្នុងខ្មែរដោយការដោះដូរនឹងខេត្តបាត់ដំបងសៀមរាបនិងស៊ីសុផុនឆ្នាំ1893សង្គ្រាម Franco-Cham ដែលបារាំងបានបណ្ដេញសៀមចេញពីឡាវឆ្នាំ1904ដល់ឆ្នាំ1907កិច្ចព្រមព្រៀងព្រំដែនរវាងបារាំងសៀមឆ្នាំ1940សង្គ្រាម Franco-Cham ម្ដងទៀតដោយសៀមឆ្លៀតពេលបារាំងខ្សោយវាយដីខ្មែរនិងឡាវវិញដោយជប៉ុនជួយផងសង្គ្រាមដណ្ដើមបានខេត្តបាត់ដំបងប៉ៃលិនសៀមរាបឧត្តរមានជ័យនិងព្រះវិហារនៅឆ្នាំ1946សង្គ្រាមលោកលើកទី2ចប់ជប៉ុនចុះចាញ់សៀមត្រូវបង្ខំឲ្យប្រគល់ទឹកដីដែលឈ្លានពានឲ្យខ្មែរនិងឡាវវិញដោយដូរជាមួយលក្ខខណ្ឌបានចូលជាមួយអង្គការសហប្រជាជាតិឆ្នាំ1947ព្រំដែនខ្មែរសៀមត្រូវបានកំណត់ឡើងវិញយោងតាមកិច្ចព្រមព្រៀងព្រំដែនរវាងបារាំងសៀមឆ្នាំ1904ដល់1907ឆ្នាំ1954សៀមចាប់ផ្ដើមទាមទារប្រាសាទព្រះវិហារដោយដាក់ទ័ពគ្រប់គ្រងតែម្ដង
ថែមទាំងបង្ហូតទង់ជាតិរបស់ខ្លួនលើប្រាសាទខ្មែរដែលធ្វើឡើងភ្លាមក្រោយពេលបារាំងចាប់ផ្ដើមដកចេញពីខ្មែរនៅឆ្នាំ1959ព្រះបាទនរោត្តមសីហនុប្តឹងទៅតុលាការឡាអេឆ្នាំ1962តុលាការឡាអេកាត់ឲ្យខ្មែរឈ្នះឆ្នាំ1970ក្រោយយើងធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលសៀមទន្ទ្រាននឹងកាន់កាប់ផ្នែកខ្លះៗនៃបណ្ដោយព្រំដែនឆ្នាំ1975ក្រោយខ្មែរក្រហមបានប៉ះទង្គិចគ្នាប៉ុយរវាងខ្មែរសៀមនៅតាមបណ្ដោយព្រំដែននៅឆ្នាំ1979ក្រោយការដួលរលំរបស់ប៉ុល ពត ប្រជាជនខ្មែររត់ភៀសសឹកទៅសៀមត្រូវបានបាញ់បង្ខំឲ្យចូលខ្មែរវិញតាមភ្នំដងរែងដែលជាសោកនាដកម្មដ៏ឃោរឃៅសម្រាប់ជនភៀសសឹកខ្មែររាប់ម៉ឺននាក់ឆ្នាំ1997សៀមចង់ឆ្លៀតឱកាសគាំទ្រក្រុមព្រះប្រឆាំងសម្ដេចហ៊ុនសែនហើយបានបិទព្រំដែនមិនឲ្យខ្មែរភៀសសឹកចូលដីសៀមបានតែការប៉ុនប៉ងនេះទៅមិនរួចនៅឆ្នាំ1998សម្ដេចហ៊ុនសែនគ្រប់គ្រងស្ថានភាពបានរហូតមកហើយខ្មែរសៀមចាប់ផ្ដើមមានទំនាក់ទំនងល្អបន្តិចនៅឆ្នាំ2003បាតកម្មប្រឆាំងសៀមនៅទីក្រុងភ្នំពេញដោយសារតារាសៀមលើកឡើងថាប្រាសាទអង្គរវត្តជារបស់ខ្លួនឆ្នាំ2008បញ្ហាផ្ទៃក្នុងសៀមខាងយោធាចង់បានអំណាចដណ្ដើមគ្នារវាងអាវក្រហមនិងអាវលឿងសៀមបានយកប្រាសាទព្រះវិហារធ្វើជាលេសបង្កជម្លោះជាមួយខ្មែរមួយប្រាវរហូតដល់ឆ្នាំ2011ឆ្នាំ2020ពេលចលនាឆ្ពោះទៅមុខទទួលបានការគាំទ្រខ្លាំងពួកយោធាភ័យក៏ចាប់ផ្ដើមល្បិចដដែលឆ្កឹះឲ្យមានបញ្ហាព្រំដែនជាមួយខ្មែរជាពិសេសប្រាសាទព្រះវិហារនិងកោះកុចឆ្នាំ2025កងទ័ពសៀមបានឈ្លានពានយ៉ាងកំរោលក្នុងអធិបតេយ្យភាពកម្ពុជាដោយផ្ដើមផ្ទុះអាវុធនៅប្រាសាទតាមមាន់ធំ